đây một con này thùng này một con này tay dương việc toàn đó là dụ cái từ cắt này dụ cái từ cắt chắp đi một bờ từ một bầy khai nó còn một giặt cắt bòn bạn បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាជាថ្មីម្ដងទៀតសម្រាប់កូនអាងនេះគឺខ្ញុំបានចាប់ចម្រាញ់ទុកមេល្អពូជល្អដើម្បីយើងទុកកាត់យកកូនបាទទុកយកធ្វើពូជបាទគឺចាប់ទុកប្រហែលជា20-30 កែបដែរបាទទុកញាស់វា នោះនៅក្នុងនេះបងប្អូននេះចឹងអានេះវាឡើងអានេះវាធំជាងគេបងប្អូនហើយស្បែកវាចាប់ផ្ដើមគ្រើមខ្លាំងចឹងយើងចិត្តដល់អាចដល់ថ្ងៃបង្កាត់វាបានហើយនេះចាំមើលរកចាប់ឲ្យចាប់មួយបងប្អូនមើលនេះនេះបងប្អូនធំណាអូពោះស្វិតអស់អត់យ៉ាកិច្ចរួចណាបាទនេះបងប្អូននេះធំដែរបងប្អូននេះតែយើងវាអត់ទាន់ដល់អាយុវាត្រូវបង្កាត់ទេអាយុវាត្រូវបង្កាត់ចាប់ពី7 ទៅ 8 ខែនោះបានល្មមចាក់បង្កាត់ពងបាទចឹងនេះយើងកំពុងតែទុកវាឲ្យចិត្តដល់ថ្ងៃដល់ខែវាបានយើងរៀបចំកន្លែងបង្កាត់បាទនោះរត់ទៅក្នុងនេះអស់ហើយនោះនេះធំជាងគេបងប្អូននៅទុំលើនេះអូនេះពីរធំជាងគេអូរត់ទៅណាបាទអានេះធំអញ្ចឹងដូចជាធំឲ្យខ្មៅអញ្ចឹងដូចជាឈ្មោលបាទនេះទៀតនៅជីអីហ្នឹងមកចេញមកក្រៅមើលចាប់អាហ្នឹងមើលមួយមើលអូនេះបងប្អូននេះម៉ៅคลิกខ្មៅអញ្ចឹងតាមនេះគេថាឈ្មោលអាហ្នឹងអត់ទាន់ឲ្យយណីស៊ីទេបងប្អូនហើយវានេះវានៅពុះស្វិតមើលទៀតចម្រាញ់ទុកបងប្អូនចម្រាញ់ទុកល្អមេឈ្មោលមើលខាងនេះអូនេះបងប្អូនវានៅសងំក្នុងនេះរត់ចាប់វាបានទេបងប្អូនអីបាទបើសិនជាបងប្អូនអរគ្នាចង់យើងធ្លាប់ចំណាយើងធ្លាប់ចំហើយយើងបានចាប់លក់អីហ្នឹងហើយល្មមអីហ្នឹងយើងអាចចម្រាញ់វាទុកបងប្អូនបាទអាចចម្រាញ់វាទុក20-30 ក្បាលអីទៅដើម្បីទុកវាឲ្យបង្កាត់ពងបាទចឹងយើងហឺវាទុកមួយដុំទៅដាក់វាមកអាងចឹងទៅហើយដល់ពេលដល់ខែគឺយើងគ្រាន់តែដាក់ធ្វើតង់មួយហើយដាក់វាបញ្ចូលគ្នាធ្វើជាភ្លៀងបនិមិត្តអីទៅគឺវាពងហើយបងប្អូនហើយយើងអត់ចំណាយលុយទៅទិញកូនវាទៀតទេអូនេះខ្មៅคลิกមកនេះ
ចឹងបងប្អូនអាចធ្វើតាមខ្ញុំបានពួកខ្ញុំក៏ពីដើមឡើយខ្ញុំទិញកូនគេដែរទេតែដល់ពេលហើយទៅក៏ខ្ញុំចាប់សាកល្បងអញ្ចឹងក៏វាទទួលបានផលអញ្ចឹងឥឡូវគឺខ្ញុំត្រូវការចាំអីគឺខ្ញុំចម្រាញ់ទុកមេពូជខ្លួនឯងអញ្ចឹងហើយភ្ញាស់ខ្លួនឯងអញ្ចឹងយើងអាចមានទាំងបទពិសោធន៍ចិញ្ចឹមនិងមានទាំងបទពិសោធន៍ភ្ញាស់បាទសម្រាប់វីដេអូនេះគឺខ្ញុំចង់ចែករំលែកជាចំណេះដឹងខ្លះជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទវីដេអូនេះសូមអរគុណបងប្អូនទាំងអស់គ្នាបានទស្សនាវីដេអូខ្ញុំបាទ